កុងតឺន័រចំនួន72ប្រជាពលរដ្ឋខ្មែរ5386នាក់មិនអាចត្រឡប់ទៅផ្ទះភស្តុតាងនៅលើដីនៃការឈ្លានពាននិង Fait Accompli នៅព្រំដែនយោធាថៃដែលធ្វើមកលើដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រជាជាតិណាចក្រកម្ពុជាសួស្តីពុកម៉ែបងប្អូនទស្សនិកជនរួមជាតិខ្មែរបងប្អូនទាំងក្នុងប្រទេសនិងក្រៅប្រទេសជាទីគោរពរាប់អានសូមស្វាគមន៍មកកាន់ដំណឹងអាប់ដេតថ្ងៃទី26ខែសីហាឆ្នាំ2026ប្រជាជនខ្មែរអាចទៅរស់នៅក្នុងភូមិជោគជ័យវិញបានតែមានលក្ខខណ្ឌ3ត្រូវតែធ្វើតាមថៃនេះគឺជាចំណងជើងធំដែលសារព័ត៌មានថៃបានចុះផ្សាយថ្ងៃនេះខ្ញុំបាទបញ្ញាញ់នឹងអាប់ដេតព័ត៌មាននេះដើម្បីចែករំលែកជូនទៅកាន់ពុកម៉ែបងប្អូនដោយថៃគេបានលើកឡើងថាខ្មែរអាចត្រឡប់ទៅផ្ទះវិញបានលុះត្រាតែធ្វើតាមថៃបាទចំនួន3ចំណុចបងប្អូនប្រជាពលរដ្ឋខ្មែរបាទសូមជួយ share នៅព័ត៌មាននេះនិងសូមបងប្អូនយើងជួយចូលរួមខមមិនបញ្ចេញជាមតិយោបល់ក្រោមព័ត៌មានរបស់ខ្ញុំបាទដោយចំណុចទាំង3នេះខ្ញុំបាទនឹងជម្រាបដូចតទៅចំណុចទី1គឺគេតម្រូវឲ្យខ្មែរយើងត្រូវតែមានភាពស្មោះត្រង់នៅត្រង់ចំណុចទី1នេះគឺគេចង់មានន័យថាខ្មែរយើងតាំងពីដើមមកដល់ពេលបច្ចុប្បន្ននេះគឺជាប្រទេសដែលក្រឡេកក្រឡុចបាទអញ្ចឹងគេចោទយើងថាគឺជាប្រទេសដែលក្រឡេកក្រឡុចនិយាយមិនស្មោះត្រង់បាទចំណុចទី2ខ្មែរយើងត្រូវតែចរចាទ្វេភាគីត្រង់ចំណុចនេះគឺគេចង់មានន័យថាឲ្យខ្មែរយើងដកពាក្យបណ្ដឹងទាំងអស់ដែលខ្មែរយើងបានប្តឹងទៅកាន់អន្តរជាតិហើយពេលដែលជួបអន្តរជាតិម្ដងកុំនិយាយថាថៃឬក៏សៀមគឺជាអ្នកឈ្លានពានទឹកដីរបស់ប្រទេសជាណាចក្រកម្ពុជាហើយខ្មែរត្រូវតែសុំសៀមបាទមកចរចាទ្វេភាគីវិញបាទនេះគឺជាចំណុចទី2សម្រាប់ចំណុចទី3ខ្មែរយើងត្រូវតែបញ្ឈប់ការធ្វើលេណដ្ឋាននិងបង្កើនកងទ័ពនៅតាមតំបន់ព្រំដែនត្រង់ចំណុចនេះសៀមគេចង់មានន័យថាបាទសៀមអាចធ្វើលេណដ្ឋានបាននិងបង្កើតកងទ័ពហ្វឹកហាត់កងទ័ពឲ្យកងទ័ពឈរជើងនៅក្នុងតំបន់ព្រំដែនបាទដែលគេកំពុងតែឈរជើងបានប៉ុន្តែខ្មែរយើងគឺមិនអាចធ្វើបានទេ3ចំណុចខាងលើដែលសៀមបានដាក់មកឲ្យកម្ពុជាតើបងប្អូនយើងយល់ព្រមឬក៏យ៉ាងណាបងប្អូនកុំភ្លេចបាទចូលរួមខមមិនទាំងអស់គ្នាសម្រាប់ខ្ញុំបាទពញ្ញាញ់គឺឆ្លើយថាមិនយល់ព្រមទេសម្រាប់72ទូកុងតឺន័រនិង5366នាក់ប្រជាជនខ្មែរបាទមិនអាចត្រឡប់ទៅកាន់ផ្ទះសម្បែងបានភស្តុតាងនៅលើដីនៃការឈ្លានពាននិង Fait Accompli នៅព្រំដែនរបស់យោធាថៃមកលើដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជាការឈ្លានពានមិនចាំបាច់ទាល់តែមានការផ្ទុះអាវុធឬស្នូននៅសម្លេងកំភ្លើងរៀងរាល់ថ្ងៃនោះទេសូម្បីតែនៅពេលដែលកងកម្លាំងយោធាប្រើទូកុងតឺន័រជារបាំង